ហើយបងប្អូនមើលនេះគឺថាម៉ូទ័រយើងគឺកាត់ទៅគឺស្មើល្អអត់មានបែកទេគឺស្មើស្អាតអានេះជាខ្សែអ៊ុតកែមបងប្អូននៅពេលដែលយើងកាត់ក្តារហើយវាសល់ពណ៌បៃតងចេះអញ្ចឹងឥឡូវយើងតួនាទីយើងអ៊ុតកែមណាឥឡូវយើងដាក់អ៊ុតកែមចឹងឥឡូវយើងចាប់ដើមអ៊ុតកែមនេះបងប្អូនណាអ៊ុតដោយម៉ាស៊ីនយើងចាប់ដើមដាក់ដល់ពេលដែលយើងអ៊ុតហើយបងប្អូនមើលនេះអ៊ុតនឹងម៉ូទ័រគឺវាស្អាតចឹងអត់មានស្នាមអីទេគឺវាស៊ីសាច់មួយស្អាតណាស់អានេះក៏ដូចគ្នាដែរអញ្ចឹងបន្ទាប់ពីយើងកាត់ស្អាតហើយយើងអ៊ុតស្អាតទៀតគឺអត់ងាយជ្រាបទឹកទេបងប្អូនអាចមើលបាន